សង្គ្រប់សម្ដេចអាយដាមលោកទាវលោកស្រីនាងកញ្ញានិងប្រិមិត្តដែលកំពុងតាមដានទេសនាកម្មវិធីសន្ទនាថ្ងៃនេះរបស់ស្ថានីយ៍ទូរទស្សន៍ CNC ប៉ុស្តិ៍ព័ត៌មាន24ម៉ោងបាទកម្មវិធីនេះរៀបចំដោយខ្ញុំបាទសំឆាយាបាទជារៀងរាល់ថ្ងៃកម្មវិធីរបស់យើងតែងតែរិះរកយកនៅប្រធានបទដ៏ល្អៗដើម្បីយកមកជម្រាបជូនប្រិមិត្តទស្សនិកជនបាទថ្ងៃនេះកម្មវិធីរបស់យើងផ្ដោតទៅលើការសុំវីសាទៅសហរដ្ឋអាមេរិកបាទដោយសារថាមានសំណុំពរពីប្រិមិត្តទស្សនិកជនជាច្រើនពីរឿងនេះក្នុងនោះគឺមានបងប្អូនភាគច្រើនជួបការលំបាកខ្លះនឹងថាអូទៅមិនជាប់ទេខ្លាចធ្លាក់ខ្លាចអីចឹងទៅហើយមិនដឹងជានយោបាយការបរទេសក៏ដូចជាការផ្ដល់វីសាដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្មែរយើងយ៉ាងដូចម្ដេចគេរើសមនុស្សដែរទេគេភាពចាំបាច់អ្វីខ្លះឬក៏គេវាយតម្លៃនឹងទៅលើទឹកមុខមនុស្សឬក៏គេវាយតម្លៃបាក់ពួកបាទទាំងអស់នេះកម្មវិធីរបស់យើងបានជួបសម្ភាសជាមួយនឹងលេខាទី1ដែលក្នុងនោះលោកជាប្រធានការិយាល័យកុងស៊ុលរបស់ស្ថានទូតសហរដ្ឋអាមេរិកបាទគឺឈ្មោះលោកអេរិកម៉ៃយីបាទដែលក្នុងនោះលោកជាលេខាទី1របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាសូមគោរពអញ្ជើញតាមដានទេសនាកិច្ចសម្ភាសនេះដូចតទៅទៀតតកតងទៅនឹងបញ្ហាទឹកតកាជាដំបូងខ្ញុំចង់ដឹងថាតើក្នុងមួយខែមានប្រជាជនខ្មែរប៉ុន្មានអ្នកមកសុំទឹកតកាទៅសហរដ្ឋអាមេរិកហើយក្នុងនោះភាគច្រើនក្នុងបំណងទៅដើរកម្សាន្តឬក៏ទៅរស់នៅទីនោះWe issue a lot of visas. យើងចេញទឹកតកាជូនប្រជាជនកម្ពុជាជាច្រើនប៉ុន្តែក៏មានចំនួនខ្លះដែលយើងបដិសេធដែរតើលោកអាចបញ្យល់បានទេតើស្ថានទូតអាមេរិកបានកំណត់លក្ខខណ្ឌយ៉ាងណាខ្លះមុននឹងផ្ដល់ទឹកតកាដល់ជនជាតិខ្មែរម្នាក់ Tourist business visas. ជាដំបូងខ្ញុំសូមនិយាយអំពីទឹកតកាមិនមែនអន្តរប្រវេសន៍គឺដើម្បីទៅដើរកម្សាន្តហើយក៏ដើម្បីទៅប្រជុំអ្នកទាំងនោះត្រូវតែបំពេញពាក្យសុំតាមប្រព័ន្ធអ៊ីនធឺណិតហើយក៏ត្រូវណាត់ថ្ងៃសម្ភាសតាមប្រព័ន្ធអ៊ីនធឺណិតដែរ If someone wants to apply for an immigrant visa ចំពោះបេក្ខជនដែលចង់ធ្វើអន្តរប្រវេសន៍ទៅសហរដ្ឋអាមេរិកឬក៏ចង់ទៅរស់នៅសហរដ្ឋអាមេរិកនោះអ្នកទាំងនោះត្រូវតែមានបងប្អូនឬមានប្តីប្រពន្ធរបស់គេដាក់ពាក្យធានាគេដើម្បីទៅរស់នៅសហរដ្ឋអាមេរិកពាក្យធានានឹងដាក់នៅសហរដ្ឋអាមេរិកប៉ុន្តែពេលថ្ងៃសម្ភាសគេនឹងសម្ភាសនៅស្ថានទូតនៅកម្ពុជាប៉ុន្តែនៅក្នុងនោះយើងក៏ឃើញមានករណីមិនផ្ដល់ទឹកតកាផងដែរដែលធ្វើឲ្យជនជាតិខ្មែរភាគច្រើនរអ៊ូរទាំថាពិបាកនៅក្នុងការទទួលបានទឹកតកាទៅសហរដ្ឋអាមេរិកតើលោកអាចពន្យល់បានត្រង់ចំណុចនេះទេពីព្រោះវាជាអ្វីដែលប្រជាជនខ្មែរយើងចង់ដឹងខ្លាំងណាស់ Sure. So after you មានមូលហេតុជាច្រើនដែលធ្វើឲ្យយើងមិនអាចចេញទឹកតកាជូនប្រជាជនកម្ពុជាបានព្រោះថាដើម្បីយើងអាចចេញទឹកតកាជូនប្រជាជនកម្ពុជាបានអ្នកដែលមកសុំទឹកតកានោះត្រូវបញ្ជាក់ឲ្យយើងជឿថាគេមានស្ថានភាពរឹងមាំនៅស្រុកខ្មែរហើយធ្វើឲ្យកុងស៊ុលជឿថាគេនឹងត្រឡប់មកវិញបន្ទាប់ពីការដើរលេងឬមួយក៏ការប្រជុំរបស់គេនោះThe reasons for why someone might not get their visa បេក្ខជនដែលមកសុំទឹកតកាដើម្បីធ្វើដំណើររយៈពេលខ្លីទៅសហរដ្ឋអាមេរិកនោះត្រូវតែបញ្ជាក់ថាគេមានស្ថានភាពគ្រួសាររឹងមាំដូចជាមានស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពគ្រួសាររឹងមាំដែលធ្វើឲ្យយើងជឿថាពេលគេទៅហើយគេនឹងត្រឡប់មកវិញហើយម្យ៉ាងវិញទៀតចំពោះបេក្ខជនដែលសុំទឹកតកាដើម្បីទៅរស់នៅសហរដ្ឋអាមេរិកនោះជួនកាលគេបានផ្ដល់នៅឯកសារคล้ายៗប្រើប្រាស់ឯកសារคล้ายៗទាំងនេះហើយដែលធ្វើឲ្យយើងមិនអាចចេញទឹកតកាឲ្យគេបានលោកបាននិយាយខាងដើមថាអ្នកទាំងនោះត្រូវមានស្ថានភាពនិងជីវភាពគ្រួសាររឹងមាំតើរឹងមាំនឹងកម្រិតណាដែរបានន័យថាតើតែអ្នកមានមែនទេយើងមិនមានការកំណត់ថាតើបេក្ខជនត្រូវតែមានលុយចំនួនច្រើនទើបយើងអាចចេញទឹកតកាជូនបានទេព្រោះថាយើងបានចេញទឹកតកាឲ្យប្រជាជនដែលមានស្ថានភាពគ្រួសារខុសៗគ្នាជាច្រើនរួចមកហើយអញ្ចឹងมันមានលក្ខណៈមួយណាពិតប្រាកដទេដែលយើងទាមទារថាបេក្ខជនត្រូវតែមានដើម្បីឲ្យយើងចេញទឹកតកាជូនដូចយើងបានឃើញហើយថាសហរដ្ឋអាមេរិកក៏ដូចជាប្រទេសជាច្រើននៅក្នុងសហគមន៍អឺរ៉ុបកំពុងតែជួបនៅវិបត្តិសេដ្ឋកិច្ចតើបញ្ហានេះបានជះឥទ្ធិពលដល់ចំនួនកំណត់នៅក្នុងការផ្ដល់ទឹកតកាទៅដល់ជនជាតិបរទេសចូលទៅក្នុងសហរដ្ឋអាមេរិកដែរឬទេ
វិបត្តិកើតឡើងនៅអឺរ៉ុបក្តីក៏ដូចជានៅសហរដ្ឋអាមេរិកក្តីពុំមានការប៉ះពាល់ទៅដល់ការចេញទិដ្ឋាការជូនប្រជាជនកម្ពុជាទេចំពោះប្រជាជនកម្ពុជាទៅលេងក៏ដោយឬមួយក៏ទៅរស់នៅក៏ដោយគឺពុំមានការប៉ះពាល់ទេតើកន្លងមកមានការបដូរនីតិវិធីនៅក្នុងការផ្ដល់ទិដ្ឋាការដល់ជនជាតិខ្មែរដែរឬទេឬក៏នៅដដែលNo, there has not been any change. ពុំមានគោលនយោបាយថ្មីចំពោះការសម្រេចចិត្តក្នុងការចេញទិដ្ឋាការជូនប្រជាជនកម្ពុជាទេដូចខ្ញុំបាននិយាយមុនហ្នឹងគឺថាផលប៉ះពាល់សេដ្ឋកិច្ចរបស់នៅអឺរ៉ុបក្តីក៏ដូចជានៅអាមេរិកក្តីហ្នឹងគឺអត់មានផលប៉ះពាល់ទេយើងឃើញផងដែរថាក្នុងមួយឆ្នាំសហរដ្ឋអាមេរិកមានកម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្ដល់ទិដ្ឋាការស្នាក់នៅដល់ប្រជាជនខ្មែរមួយចំនួនតើលោកអាចរៀបរាប់ពីនីតិវិធីនៃការចាប់ឆ្នោតនេះដែរឬទេនេះគឺជាសំណួរដ៏អស្ចារ្យណាស់ខ្ញុំសូមឆ្លើយថាកម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកហ្នឹងគឺជាកម្មវិធីមួយដ៏អស្ចារ្យហើយមានតែនៅសហរដ្ឋអាមេរិកទេដែលកម្មវិធីនេះគឺផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាក៏ដូចជាជនជាតិដទៃទៀតបានទៅរស់នៅសហរដ្ឋអាមេរិកស្របច្បាប់សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលផ្ដុំទៅដោយសញ្ជាតិផ្សេងជាច្រើនដូចជាគ្រួសារខ្ញុំនេះគឺមកពីប្រទេសអាល្លឺម៉ង់ហើយដោយសារតែមានជនអន្តោប្រវេសន៍ច្រើនសញ្ជាតិច្រើននឹងហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកនឹងគឺជាប្រទេសដែលរឹងមាំសម្រាប់កម្មវិធីឆ្នោតផ្សងសំណាងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី2ខែតុលាហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី3ខែវិច្ឆិកាឆ្នោតផ្សងសំណាងឆ្នាំ2014នេះដូចឆ្នាំមុនដែរគឺបងប្អូនគឺប្រជាជនទាំងអស់ត្រូវតែដាក់ពាក្យលេងតាមប្រព័ន្ធអ៊ីនធឺណិតហើយលោកអ្នកនឹងអាចឆែកថាតើលោកអ្នកជាប់ឆ្នោតបានឬអត់នៅខែ5ឆ្នាំ2013ខ្ញុំសូមបញ្ជាក់ម្ដងទៀតថាដើម្បីដាក់ពាក្យលេងឆ្នោតផ្សងសំណាងនេះគឺពុំត្រូវបង់ប្រាក់អ្វីទាំងអស់ខ្ញុំដឹងថាមានក្រុមហ៊ុនជាច្រើនដែលបានបោកប្រាស់ហើយសន្យាថាគេនឹងអាចជួយប្រជាជនទាំងអស់ដើម្បីជាប់ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិកនេះសូមប្រាប់ថាអ្វីដែលគេនិយាយនេះគឺមិនពិតប្រាកដទេត្រូវហើយមានក្រុមហ៊ុនជាច្រើននឹងបានសន្យាថាគេនឹងជួយដាក់ពាក្យលេងឆ្នោតជូនប្រជាជនហើយគេនឹងជួយធ្វើប្រជាជនទាំងអស់នោះទទួលបានទិដ្ឋាការប៉ុន្តែនេះមិនពិតទេហើយខ្ញុំសូមប្រាប់ថាដើម្បីដាក់ពាក្យលេងឆ្នោតនេះគឺវាមានការងាយស្រួលណាស់បងប្អូនត្រូវតែដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិតដោយខ្លួនឯងព្រោះថាកាលណាយើងដាក់ដោយខ្លួនឯងអញ្ចឹងពេលដែលយើងដាក់ពាក្យចប់យើងនឹងទទួលបានលេខកូដនៅពេលដែលយើងដាក់ភ្លាមលេខកូដនឹងបញ្ជាក់បានថាយើងបានដាក់ពាក្យលេងឆ្នោតផ្សងសំណាងនេះបានជោគជ័យយើងនឹងត្រូវប្រើប្រាស់លេខកូដនេះដើម្បីឆែកនៅខែ5ឆ្នាំ2013ថាតើយើងបានជាប់ឆ្នោតឬអត់ហើយក៏ប្រើប្រាស់លេខកូដនេះដើម្បីនឹងឆែកព័ត៌មានផ្សេងទៀតតាក់ទងជាមួយនៅថ្ងៃសម្ភាសដើម្បីមកស្ថានសម្ភាសនៅស្ថានទូតអាមេរិកខ្ញុំសូមបញ្ជាក់ផងដែរថាដើម្បីឲ្យប្រជាជនឬមួយក៏បេក្ខជនទទួលបានទិដ្ឋាការជាប់ឆ្នោតនេះបានបេក្ខជនទាំងអស់ត្រូវតែបញ្ចប់ការសិក្សារយៈពេល12ឆ្នាំឬក៏ប្រឡងជាប់ថ្នាក់ទុតិយបាក់ឌុបហើយទៅពេលដែលមកសម្ភាសនៅស្ថានទូតអាមេរិកគឺបេក្ខជនមិនត្រូវប្រើប្រាស់ឯកសារក្លែងបន្លំឬមួយក៏ក្លែងដើម្បីផ្ដល់មកឲ្យយើងទេហើយក៏មានព័ត៌មានលម្អិតតាក់ទងជាមួយនឹងការដាក់លេងឆ្នោតផ្សងសំណាងនេះដែរនៅក្នុងគេហទំព័ររបស់ស្ថានទូតអាមេរិកត្រង់នេះដែរមិនខ្លាចទេថាជាការរើសអើងដោយតម្រូវឲ្យតែអ្នកមានសញ្ញាបត្រទុតិយភូមិឡើងបានអាចទៅស្នាក់នៅទីនោះខ្ញុំគិតថាកម្មវិធីឆ្នោតផ្សងសំណាងនេះគឺជាកម្មវិធីដែលទូលំទូលាយការដែលយើងតម្រូវឲ្យបេក្ខជនមានសញ្ញាបត្របាក់ឌុបគឺដើម្បីយ៉ាងហោចណាស់ធានាថាពេលគេទៅដល់សហរដ្ឋអាមេរិកគេនឹងអាចទទួលបានជោគជ័យពេលគេទៅដល់នោះបើសិនជាគេអត់ចេះភាសាអង់គ្លេសក៏ដោយបេក្ខជនដែលជាប់ឆ្នោតហើយគេបានទៅរស់នៅសហរដ្ឋអាមេរិកហ្នឹងគេអាចសម្របសម្រួលខ្លួនបានយ៉ាងល្អទៅក្នុងសង្គមនៅសហរដ្ឋអាមេរិកព្រោះថានៅទីនោះមានសមាគមខ្មែរនៅទីនោះដែរអញ្ចឹងយើងអាចបានទទួលព័ត៌មានថាមានអ្នកដែលជាប់ឆ្នោតបានទៅរស់នៅហើយត្រឡប់មកវិញទេដែលមិនបានទទួលជោគជ័យនោះទេប្រជាជនកម្ពុជាក៏ដូចជាប្រជាជនដទៃទៀតដែលបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកនោះគឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់សហរដ្ឋអាមេរិកអត្ថប្រយោជន៍ហ្នឹងមានដូចជាវប្បធម៌ហើយនឹងសេដ្ឋកិច្ចទៅដល់សហរដ្ឋអាមេរិកដែរ
តែជាទូទៅពួកគាត់ធ្វើសមាហរណកម្មចូលទៅក្នុងសង្គមអាមេរិកដោយជោគជ័យដែរឬទេ ចំពោះបេក្ខជនជាប់ឆ្នោតដែលមកសុំទឹកការនៅស្ថានទូតអាមេរិកនេះមានពីរប្រភេទប្រភេទទី1ហ្នឹងយើងឃើញថាបេក្ខជនមានបងប្អូនសាច់ញាតិឬមួយក៏មិត្តភ័ក្តិរបស់គេដែលរស់នៅសហរដ្ឋអាមេរិកនោះជួយគេដើម្បីយ៉ាងហោចណាស់ផ្ដល់ទីលំនៅឲ្យគេពេលគេទៅដល់ភ្លាមៗ ហើយប្រភេទទី2ហ្នឹងគឺបេក្ខជនដែលជាប់ឆ្នោតនោះគាត់អត់មានមិត្តភ័ក្តិឬបងប្អូននៅសហរដ្ឋអាមេរិកទេនេះគឺជាការលំបាកសម្រាប់គេដែរប្រហែលជាពេលទៅដល់សហរដ្ឋអាមេរិកនោះគេត្រូវតែជ្រើសរើសទីកន្លែងណាមួយដើម្បីរស់នៅហើយដើម្បីស្វែងរកការងារធ្វើអញ្ចឹងហើយបានជាក្នុងកម្មវិធីនេះខាងយើងតម្រូវឲ្យបេក្ខជនម្នាក់ៗត្រូវយ៉ាងហោចណាស់ជាប់បាក់ឌុបដែរដើម្បីឲ្យគេបានទទួលជោគជ័យពេលគេទៅដល់សហរដ្ឋអាមេរិក ដូចខ្ញុំបានជម្រាបមុនហ្នឹងថាសហរដ្ឋអាមេរិកគឺផ្ដុំទៅដោយសញ្ជាតិជាច្រើនដែលរស់នៅទីនោះណាហើយភាគច្រើនគឺគេបានទទួលជោគជ័យទាំងផ្នែកសេដ្ឋកិច្ចនិងវប្បធម៌សហរដ្ឋអាមេរិកហើយនិងប្រទេសកម្ពុជាគឺមានចំណងមិត្តភាពដ៏រឹងមាំហើយមិនមែនរវាងតែប្រទេសនិងប្រទេសទេប៉ុន្តែនេះគឺរវាងប្រជាជននិងប្រជាជនដែរឧទាហរណ៍ដោយប្រជាជនអាមេរិកជាច្រើនបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាហើយក៏មានប្រជាជនកម្ពុជាជាច្រើនបានទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកដែរខ្ញុំសូមជំរុញឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅមហាវិទ្យាល័យនៅសហរដ្ឋអាមេរិកព្រោះថាពេលដែលគេបន្តការសិក្សានៅទីនោះគេអាចចែករំលែកអំពីវប្បធម៌របស់កម្ពុជាទៅក្នុងទៅដល់សង្គមរបស់អាមេរិកនៅទីនោះដែរបទសម្ភាសន៍របស់យើងបានឈានមកដល់ទីបញ្ចប់ហើយជាចុងក្រោយខ្ញុំចង់ដឹងថាតើលោកមានមតិយោបល់យ៉ាងណាខ្លះទៅដល់ប្រជាជនខ្មែរដែលចង់ដាក់ពាក្យសុំទិដ្ឋាការទៅលេងសហរដ្ឋអាមេរិក ខ្ញុំសូមមានយោបល់ថាខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាមកសុំទិដ្ឋាការដើម្បីទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកក៏ដូចជានិស្សិតមកដាក់ពាក្យដើម្បីសុំទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកប៉ុន្តែខ្ញុំសូមផ្ដល់ជាយោបល់ថាសូមកុំប្រើប្រាស់ឯកសារក្លែងបន្លំទាំងឡាយហើយសូមព្យាយាមផ្ដល់ចម្លើយដែលត្រឹមត្រូវហើយនឹងការពិតមកដល់យើង ខ្ញុំសូមថ្លែងអំណរគុណឲ្យ CNC ដើម្បីខ្ញុំមានឱកាសនិយាយអំពីការធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងទិដ្ឋាការទៅសហរដ្ឋអាមេរិកហើយខ្ញុំចង់និយាយអំពីការសិក្សាយើងរដ្ឋមន្ត្រីមុនយើងចាប់ផ្ដើមការងារយើងនៅស្ថានទូតអាមេរិកពាក្យច្រើនមន្ត្រីទូតត្រូវរៀនភាសាខ្មែរនៅក្រុង Washington យើងរៀនភាសាខ្មែរអំឡុងពេល11ខែជាមួយគ្រូបង្រៀនខ្មែរយើងរៀនអំពីវប្បធម៌ខ្មែរអំពីភាសាខ្មែរដើម្បីយើងមានឱកាសនិយាយជាមួយប្រជាជនខ្មែរអរគុណបងប្រុសឈ្មោះអីដែរបងខ្ញុំអាចឈ្មោះលូនងីនហើយបងមកសុំវីសានេះបងសុំវីសាទៅអាមេរិកហ្នឹងដើម្បីអីដែរខ្ញុំសុំហ្នឹងដើម្បីទៅរស់នៅបងទៅរស់នៅបាទបងមានបងប្អូនមាននៅទីនោះឬក៏យ៉ាងម៉េចសុំទៅរស់នៅតែម្ដងឬក៏យ៉ាងម៉េចខ្ញុំទៅបងប្អូនខាងប្រពន្ធរបស់ខ្ញុំរស់នៅហ្នឹងនៅអាមេរិកចាបាទហើយមូលហេតុអីបានចង់ទៅនៅអាមេរិកដោយសារទី1ខ្ញុំជាប់ឆ្នោតជាប់ឆ្នោតគ្រួសារដែលគេ select នៅក្នុងគ្រួសារដែលអត់ទេជាប់ឆ្នោតរបៀបដាក់តាមក្រុមហ៊ុនហ្មងខ្ញុំជាប់ទី12គេអាចដាក់បានអញ្ចឹងដាក់តាមក្រុមហ៊ុនបាទមានន័យថាម៉េចទៅដាក់តាមសាលាដាក់តាមសាលាទៅក្រុមហ៊ុនគេរើសយកចាប់ឆ្នោតនៅអាមេរិកហ្នឹងហ្មងចាហើយអញ្ចឹងបងបានចូលទៅជួបគេនៅឬនៅទេខ្ញុំមកជួបហ្នឹងមក7ដងហ្នឹងហើយបងចាបាទហើយលើកម្ដងហ្នឹងគេតម្រូវយើងធ្វើអីខ្លះដែរគេមកគេឆែកឯកសារបងឆែកតណាដឹងថាឆែកឯកសារគ្រប់អស់ហើយបានគេហៅយើងយកទៅចូលសភា
ជាលើកទី1ដែលបងដាក់វីសាទៅអាមេរិកឬក៏បងធ្លាប់ទៅលេងពីមុនដែរ អត់ដែរហងលើកទី1ហ្នឹង ចាហើយចង់ដឹងថាការរៀបចំឯកសារហ្នឹងមានការងាយស្រួលនិងការលំបាកយ៉ាងណាខ្លះដែរ អូមានការលំបាកបងប្អូនយើងទៅការឯកសារទៅការបញ្ញាប់អញ្ចឹងដល់យកទៅធ្វើគេថាវាអត់តន់ណាមនុស្សវាច្រើនហ្នឹងបងអញ្ចឹងវាទៅការលំបាក ចាតែក្តីសង្ឃឹមថាបានទៅហ្នឹងច្រើនហ៎ព្រោះយើងជាប់ឈ្មោះហ្នឹងមែនទេគាត់យើងនៅរត់ឯកសារមែនទេដឹងតែបានទៅហ្នឹងមែនទេឬក៏យ៉ាងម៉េចអាហ្នឹង វាអាហ្នឹងអាស្រ័យលើគេជឿមិនជឿព្រោះខ្ញុំបើទៅម្នាក់វាសង្ឃឹមច្រើនណាបងតែដល់ខ្ញុំយកប្រពន្ធខ្ញុំទៅវាសង្ឃឹមវាមិនសូវប៉ុន្មានដែរបង ចា បាទហ្នឹង សម្រាប់បងការសុំវីសាទៅអាមេរិកមានជាការលំបាកឬក៏ស្រួលធម្មតា អូយបងមិនស្រួលទេបងគឺពិបាកមែនតើបង ចាប៉ុន្តែបងលើកនេះបងសង្ឃឹមថាបានទៅ វាសង្ឃឹមតែដឹងបានប៉ុន្មានបងវាទៀងទៅខ្ញុំទៅ2នាក់អញ្ចឹង ចាហេតុអីបានចង់ទៅរស់នៅអាមេរិក ដោយសារទី1ខ្ញុំមានប្រពន្ធខ្ញុំមានបងប្អូននៅហ្នឹងទី2ខ្ញុំអ្នកជាប់ឆ្នោតទី3បើសិនតែខ្ញុំទៅនៅអាមេរិកហ្នឹងលទ្ធផលកូនខ្ញុំចំនួនក្រោយវាល្អ បានថាការរស់នៅសហរដ្ឋអាមេរិកហ្នឹងវាល្អជាងនេះណា បាទបង ហើយចិត្តបងស្រីគាត់ជាប់ឆ្នោតទេជាប់តែបង ជាប់តែខ្ញុំហ្មង អញ្ចឹងបានថាការលំបាកហ្នឹងយើងភ័យខ្លាចបងស្រីបានទៅអញ្ចឹង អត់ទេខ្លាចគេអត់ជឿស្ថានទូតគេអត់ជឿយើងណាតែយើងការមែនតើហ្នឹង បាទកម្មវិធីយើងសន្មត់ចប់តែប៉ុណ្ណេះសន្យាវិនមកជួបប្រិមិត្តនៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលតែសូមគោរពជម្រាបជូនប្រិមិត្តថាសប្តាហ៍ក្រោយបាទថ្ងៃពុធក្រោយនេះយើងនឹងជូននៅកិច្ចសម្ភារអតិថិរដ្ឋទូតបារាំងនិងអង់គ្លេសអគ្គរដ្ឋទូតអង់គ្លេសដើម្បីជម្រាបជូននៅគោលនយោបាយ